Ngàyនេះគឺម្ហូបសុខភាពអានេះគឺជាតឡាចនេះគឺជានោនេះគឺជាប្រហុកត្រៀមជ្រុំហើយនេះគឺជាល្ពៅហើយនេះគឺជាផ្ទីហើយនេះគឺជាត្រីដែលយើងស្ងោររួចហើយយើងបុកជាមួយនឹងគ្រឿងហើយអានេះទឹកស្ងោរត្រីដែលយើងកម្ដៅវាដាំមកទៀតដើម្បីយើងជ្រុំប្រហុកអញ្ចឹងប្រកាសជាអ្នកទាំងអស់គ្នាអាចទាយដឹងថាវាគឺជាម្ហូបអីមែនទេបាទអញ្ចឹងទាយទៅតពីទឹកពុះហើយហុករបស់យើងនឹងយកវាមកជ្រុំអញ្ចឹងជ្រុំហុកសិនតពីយើងជ្រុំប្រហុកហើយយើងដាក់បន្លែណាដែលវារឹងដោយសារខ្ញុំមានតែល្ពៅទេអញ្ចឹងខ្ញុំដាក់តែល្ពៅទៅជាពិតគឺមានដលងទៀតអញ្ចឹងយើងដាក់វាឲ្យវាទន់អញ្ចឹងណាព្រោះវាជួបភាពតែរឹងអញ្ចឹងបើយើងដាក់វាស្ងោរសិនទៅបាទពេលវាមកពុះទៀតចាំយើងដាក់គ្រឿងតទៀតគេយើងមើលថាល្ពៅរបស់យើងរៀងទីចិត្តផុយហើយកុំឲ្យវាផុយkalauវារៀងចិត្តផុយយើងក៏ចាប់ផ្ដើមដួសគ្រឿងនេះគឺជាគ្រឿងយើងដួសវាគ្រឿងយើងបុកមានកូរសក្រីនិងស្ក្រូចមានអីហ្នឹងជាមួយនឹងត្រីដែលយើងបានស្ងោរវាហើយយើងបុកវាហ្នឹងបាទដាក់វាចូលអែមមែនបាទសម្រាប់គ្រឿងក៏សម្រាប់ដែរមើលដល់ពេលយើងដាក់គ្រឿងទៅយើងជិតត្រីនឹងទៅគេឡើងឡើងខាត់ទៅម្ដងអញ្ចឹងគួរឲ្យចង់ទទួលទានហើយអញ្ចឹងយើងកូរវាបាយគ្រឿងទឹកជាមួយនឹងត្រីយើងបានបុកហ្នឹងតបមកយើងចាប់ដើមដាក់អំបិលចេងស្ករដើម្បីឲ្យរសជាតិវាមកអញ្ចឹងណាអញ្ចឹងយើងដាក់អំបិលនេះគឺស្ករមើលទៅព្រោះបន្លែដល់វាផ្អែមហើយនេះប៊ីចេងដាក់ទៅអូខេតោះមកយើងកូរវាឲ្យវាលាយគ្រឿងដែលយើងបានដាក់មិញតោះមកយើងដាក់បន្លែដាក់បន្លែហើយយើងបិទចោលវាផ្លែតសិនតើបើយើងដាក់បន្លែបានធំមកទឹកវានឹងពុះម្ដងទៀតហើយយើងដាក់អានោងឬក៏អានោងបាទទៅសម្លអីក៏ដោយបាទតែមានពពុះក៏នៅពពុះវាពណ៌ផ្សេងតែយើងដួសវាចោលទៅបាទព្រោះខ្ញុំថាចឹងគឺវាជាប្រភពនៃភាពតលាន់ពេលយើងញ៉ាំយកដួសចឹងយើងហូបទៅវាឆាប់តលាន់ណាយើងដួសចេញអស់ទៅបន្ទាប់មកយើងជិតទៅយើងតែងតែភ្លក់ចឹងយើងភ្លក់មកតែដាក់ឆ្ងាញ់ទេបាទព្រោះគ្រឿងដាក់តាមចំណង់ចំណូលចិត្តខ្លួនហើយហើយនេះគឺជាបន្លែចុងក្រោយចឹងយើងចាប់វាដាក់ដៃលេងទឹកហើយយើងដាក់វាទៅពេលយើងរើយរបស់យើងកូរវាតបមករួចជាការស្រេចគាត់នឹងទុកឲ្យវាមកពុះមកក្រឹកទៅឆ្អិនតែធៀបពិតគឺយើងអត់តញ៉ាំភ្លាមទេចឹងយើងដាក់តែប៉ុណ្ណឹងទៅហើយយើងភ្លក់រសជាតិមិញហើយចឹងឲ្យវាប៉ុណ្ណឹងអែមចឹងប៉ុណ្ណឹងវាគឺជាសម្លប្រហើរមិនមែនស្លក់ទេ